សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report capital ដំបូងឡើយយើងចូលទៅកាន់ menu report បន្ទាប់មកចូលទៅកាន់ report accounting បន្ទាប់មកធ្វើការ click ទៅលើ capital ហើយយើងអាចចូលតាមវិធីម្យ៉ាងទៀតគឺយើងអាចចូលទៅកាន់ account menu accounting បន្ទាប់មកចូលទៅកាន់ report accounting បន្ទាប់មក click លើ capital ឥឡូវនេះយើងចូលមកដល់ report capital ដើម្បី search យើងអាច search ថ្ងៃចាប់ផ្ដើមយើងអាច search ថ្ងៃបញ្ចប់យើងអាច search តាមរយៈឈ្មោះ user យើងអាច search តាមរយៈសាខាយើងអាច search តាម description ហើយយើងក៏អាច search តាម currency ដែលជាសាច់ប្រាក់ដុល្លារឬមួយក៏ជាសាច់ប្រាក់រៀលបន្ទាប់មកយើងធ្វើការចុចលើប៊ូតុង search ហើយវានឹងបង្ហាញរាយសារនៅខាងក្រោមដែលជា report capital ដើម្បី print រាយសាររបស់ report capital គឺយើងអាចធ្វើការចុចលើប៊ូតុង print